Bà số ở đây bằng vốn á, bà ngày đi chuột nề mà đòn tuyệt đấy. Bà sẽ mẹp khai bà đọc pi khai mùi khai pi khai bay khai buồn ní cứ bà chia ở đâu đây chừng như bà sẽ hao bằng vốn đôi chỉ nhu cá bà đôi chỉ son tro bà đôi chỉ bà sai bà xây bà chẳng bằng vốn dương ai đừng bà chập vào đàm thơ đó bằng vốn bà thơ thì lầu ní tấu bà miền ởไว้ สำคัญ ជាងការពារទេបងប្អូនណាបាទបើរឿងថាព្យាបាលនោះគឺខ្ញុំតែងតែបញ្ជាក់ប្រាប់បងប្អូនថាបើសិនជាមានជំងឺធំចូលមិនបាច់ទិញថ្នាំមកអស់ទេណាអញ្ចឹងគឺសំខាន់គឺយើងបាទការពារបងប្អូនណាបាទប្រសើរជាងព្យាបាលហើយការពារហ្នឹងគឺគ្មានអ្វីក្រៅអំពីវ៉ាក់សាំងហ្នឹងទេបាទមិនមែនយើងបាទដាក់ថ្នាំការពារឬក៏អីមានប្រសិទ្ធភាពជាងវ៉ាក់សាំងទេអត់ទេណាបាទប្រសិទ្ធភាពដែលល្អបំផុតបាទដែលទប់ស្កាត់ជំងឺសាហាវបានមានតែវ៉ាក់សាំងទេបាទណាហើយសម្រាប់ថ្នាំបាទដែលយើងដាក់បកាហ្នឹងគឺគ្រាន់តែបន្ទាប់បន្សំទេបាទន័យថាបាទបាក់តេរីមេរោគល្មមហ្នឹងគឺយើងអាចកម្ចាត់បានប៉ុន្តែបើសិនជាប្រភេទវីរុសគឺយើងអត់អាចបាទកម្ចាត់បានទេណាបាទអញ្ចឹងវ៉ាក់សាំងសំខាន់ខ្ញុំសូមបញ្ជាក់ជូនណាគឺបាទសន្តិរោគបាទយូកាបាទផ្ដាសាយបាក់សីបាទហើយបងប្អូនខ្លះគាត់បាទធ្លាប់ជួបអត់គាត់ធ្វើអត់មួយទៀតណាអត់បាក់សីមួយទៀតបាទហើយធ្វើយើងត្រូវរំលឹកបងប្អូនណាបាទសម្រាប់មន់បាទហើយការណែនាំរបស់គេមានអាខ្លះ3ខែអាខ្លះ6ខែបាទទៅតាមវ៉ាក់សាំងផ្ទាល់បាទអញ្ចឹងគឺបាទយើងកុំចាំតតែផ្ទុះជំងឺមិត្តរកថ្នាំណាបាទអញ្ចឹងគឺមិនបាច់ទេបើសិនជាដឹងថាជំងឺធំចូលហើយគឺមានបាទវិធីដែលល្អបំផុតគឺជំលៀសចេញណាបាទជំលៀសមន់ចេញបាទបាច់កបោសម្រាប់មេរោគសល់ប្រមាណយកប៉ុណ្ណឹងឬថាទិញថ្នាំមកចាក់មិនបាច់ទេណាបាទហ្នឹងដូចខ្ញុំតែងតែមានបទពិសោធន៍បាទជួបច្រើនលើកច្រើនសារហើយសម្រាប់បាទការបាទទៅលើមន់របស់យើងណាហើយគ្មានបាទគ្រូណាមកពីណាថាចិញ្ចឹមមន់ចេះងាប់ទេបាទគ្រូថ្នាំអ្នកលក់ថ្នាំហ្នឹងក៏ដោយបាទណាហើយដេប៉ូលក់ថ្នាំមួយចំនួនតូចបាទខ្ញុំឃើញបាទពេទ្យសัตว์មួយចំនួនតូចបាទលក់តែថ្នាំទេប៉ុន្តែខ្លួនឯងចាំអត់បានទេអាហ្នឹងគឺជាមូលហេតុដែលមួយចាំសัตว์យើងត្រូវមានត្រូវលក់ថ្នាំមែនតែដល់ថាថ្នាំហ្នឹងត្រូវជំងឺចាក់នៅជំងឺអីទៅប្រកបអាហ្នឹងចាំហើយយើងលក់មានជាព្រោះឲ្យជំងឺឡោអត់ដូចពីមុនទេបងប្អូនណាបាទវាខ្លែងបន្តិចដែលធ្វើឲ្យយើងឈឺក្បាលវិលមុខក្នុងការបាទរាវរកអញ្ចឹងគឺមានតែយើងអនុវត្តផ្ទាល់អញ្ចឹងឯងបាទឈឺអីយើងចាក់ថ្នាំអីត្រូវយើងចំណាំទុកបាទចាក់ថ្នាំអីត្រូវយើងកត់ទុកអាហ្នឹងវាស្រួលណាបាទវាស្រួលក្នុងការចិញ្ចឹមហើយបើសិនជាយើងអត់មានចិញ្ចឹមសោះហើយយើងលក់តែថ្នាំក៏យើងអត់ដឹងដែរព្រោះអីការរៀនឥឡូវទៀតថាយើងរៀន2020បាទ2025 2026ជំងឺអភិវឌ្ឍថ្មីអញ្ចឹងយើងមិនអាចបាទយកតែប្រភេទបាទរូបមន្តបាទចាស់ហ្នឹងមកអនុវត្តបានទេវាប្លែកទៅតាមហ្នឹងណាបាទចឹងអរគុណច្រើនបងប្អូនណាបាទចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចែកម្លែកបាទបទពិសោធន៍តិចសម្រាប់បងប្អូនយើងដែលចង់ដឹងចង់ចេះក្នុងការចិញ្ចឹមប៉ុន្តែមិនមែនថាខ្ញុំមិនចេះណាខ្ញុំងាប់ដូចគ្នាបាទចិញ្ចឹមមន់ងាប់ដូចគ្នាមានតែចែកប្រាប់គេមិនចេះងាប់ទេងាប់ច្រើនជាងគេគាត់ថាយើងងាប់ថ្ងៃហ្នឹងយើងចិញ្ចឹមទៀតមិនមែនយើងឈប់ទេណាបាទមិនមែនថាយើងចេះតែកោកហើយចេះតែមន់ដែលងាប់អត់ទេងាប់ដូចគ្នាងាប់ច្រើនជាងគេហ្នឹងព្រោះយើងចិញ្ចឹមច្រើនបងប្អូនបាទអញ្ចឹងងាប់ចាំទៀតបាទរស់ជាទ្របងាប់ជាម្ហូបបើស៊ីមិនកើតបោះចោលណាបាទអញ្ចឹងសម្រាប់បងប្អូនដែលបាទមិនទាន់ follow ជួយ follow បាទ subscribe ថននេះអ្នកមួយផងព្រោះបានចេញវីដេអូយូរណាហ្នឹងហើយបានពីបាទលេខ1រោមឬក៏បាក់សៃដេកខ្សាច់បងប្អូនណាបាទអញ្ចឹងនៅខាងកពតនៅទូកមាសបងប្អូនអរគុណ